វេលាដ៏មានតម្លៃចូលរួមកម្មវិធីចែកបានសរសើរហើយនឹងដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំអសាញ់នៃឆ្នាំនេះចាអញ្ចឹងអរគុណច្រើនមែនតើបងប្អូនបាញ់មែនទេគឺជាគៀបរយៈតិចមួយដែលខ្ញុំចង់បង្ហាញបងប្អូនថាមានពុកមានម៉ែទើបមានថ្ងៃនេះសម្រាប់ខ្ញុំចាអញ្ចឹងក៏ដូចជាកូនដូចគ្នាណាកូនក៏ដូចគ្នាអញ្ចឹងកូនត្រូវដឹងថាអ្នកដែលសំខាន់ជាងគេនៅក្នុងឆាកជីវិតរបស់យើងគឺពុកហើយនិងម៉ែចាពុកម៉ែយើងនេះគឺជាពុកពាក់ចាពុកពាក់ចាគេហៅថាគ្រូដើមណាគឺជាគ្រូដើមដែលបានបង្រៀនយើងតាំងពីយើងកាយងាពីក្នុងផ្ទៃមកចាមិនមែនត្រឹមបរៀនតាំងពីកាយងាតាំងពីនៅក្នុងផ្ទៃសូម្បីតែកូននៅក្នុងផ្ទៃក៏ប៉ាម៉ាក់តែងតែរករឿងល្អស្ដាប់រឿងល្អដើម្បីបណ្ដុះគំនិតកូននៅក្នុងផ្ទៃដល់ពេលកូនការចេញមកហើយប៉ាម៉ាក់បរៀនកូនឲ្យចេះជំរាបសួរឲ្យចេះញញឹមឲ្យចេះនិយាយឆ្លើយបានចាស់ទៅតាមសុជីវធម៌របស់ខ្មែរយើងទាំងអស់អញ្ចឹងកូនទាំងអស់គ្នាដែលចេះនៅថ្ងៃនេះគឺដែលអាស្រ័យដោយសារប៉ាម៉ាក់ណាហើយថ្ងៃនេះណានេះខ្ញុំក៏សូមអរគុណដល់ប៉ាម៉ាក់ដែលបានអញ្ជើញមកម្ដងទៀតណាប៉ាម៉ាក់ដែលបានចំណាយពេលវេលាជាពិសេសប៉ាម៉ាក់ដែលបានចំណាយថវិកាជារៀងរាល់ឆ្នាំចាផ្ដល់ការសិក្សាឲ្យកូនប៉ាម៉ាក់ដែលអញ្ជើញមកទីនេះគឺធ្វើត្រូវណាស់ចាហើយដែលបានខ្ញុំថាធ្វើត្រូវដោយសារតែប៉ាម៉ាក់ធ្វើការវិនិយោគជាមួយនឹងកូនណាប៉ាម៉ាក់ធ្វើការវិនិយោគធ្វើការចំណាយលុយចំណាយទាំងពេលវេលាជាមួយនឹងកូនតូចគឺប៉ាម៉ាក់ចំណេញបានច្រើនណាស់ពេលប៉ាម៉ាក់មួយចំនួនណាគាត់អត់ចំណាយសម្រាប់កូននៅពេលដែលកូននៅក្មេងអញ្ចឹងឯងចាគាត់ចង់ចំណាយដល់ពេលកូនទៅរៀនមហាវិទ្យាល័យព្រោះថ្ងៃគាត់មានដីមានធ្លីមានទ្រព្យសម្បត្តិគាត់ច្រើនណាគាត់សំទុកទៅអីគាត់សំទុកចាំពេលកូនគាត់ទៅរៀនមហាវិទ្យាល័យគាត់ថាចាំអាទូទៅរៀនមហាវិទ្យាល័យឬក៏វាកទូទៅរៀនមហាវិទ្យាល័យចាក់លក់ដីហ្នឹងចាំកូនទៅរៀនមហាវិទ្យាល័យចាហើយដល់ពេលដែលកូនទៅរៀនទូនេះគាត់ថាអីទេវានៅទូchứណាមកអីទេវារៀនទូហ្នឹងរៀនអីក៏រៀនទៅមកអីទេនៅទូchứចាបដ ாய் ទៅគិតបែបហ្នឹងអត់ត្រូវទេណាប៉ាម៉ាក់បងប្អូនចាម៉ែចង់និយាយថាខ្ញុំគិតត្រូវជាងប៉ាម៉ាក់បងប្អូនទេតែខ្ញុំក៏ស្ដាប់ហើយនឹងសិក្សាមើលដែរចាការដែលយើងចំណាយពេលវេលាណាការដែលយើងចំណាយពេលវេលាជាមួយនឹងកូនប្រសើរជាយើងចំណាយលុយជាមួយកូនប៉ាម៉ាក់ត្រូវចាំណាប៉ាម៉ាក់នៅជាមួយកូនឲ្យបានច្រើនសិក្សាពីចិត្តរបស់កូនឲ្យច្រើនប៉ាម៉ាក់កុំយកពេលហ្នឹងទៅរលុយរហូតដល់ប៉ាម៉ាក់អត់មានពេលឲ្យកូនដឹងហើយថាលុយសំខាន់ប៉ុន្តែគ្រាប់ពេជ្ររបស់យើងនៅផ្ទះនេះវារឹតតែសំខាន់ជាងលុយដែលយើងកំពុងតែរកចំណាយពេលវេលាទាំងយប់ទាំងថ្ងៃទាំងព្រឹកទាំងល្ងាចចាដើម្បីទៅស្វែងរកថវិកាយកបានចាំកូនដែលយើងបដ ாய் កូនអត់បានទៅតាមដានការសិក្សារបស់កូនទេអត់ដឹងថាកូនចូលសាលាប្រហែលសប្តាហ៍ប្រហែលថ្ងៃហើយទេណាចាអត់ដឹងថាកូនចូលរៀនឬមិនចូលរៀនអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាចំណុចខ្វះខាតទីទួយតែប៉ាម៉ាក់មើលរំលងចាអញ្ចឹងជាថ្មីឡើងវិញក៏នាងខ្ញុំសូមឲ្យប៉ាម៉ាក់ចូលចិត្តទុកដាក់ជាពិសេសគឺកូនតូចហ្នឹងតែម្ដងចាគឺគាត់ចាប់ពីអាយុ3ឆ្នាំឡើងគឺត្រូវតែបញ្ជូនគាត់ទៅសាលាចាជាពិសេសភាសាខ្មែរណាក្នុងនាមយើងជាជនជាតិខ្មែរយើងត្រូវការសិក្សាភាសាខ្មែរច្បាស់អញ្ចឹងនៅពេលដែលអាយុ3ឆ្នាំយើងបញ្ជូនគាត់ទៅថ្នាក់ភាសាខ្មែរមានមត្តេយ៍ទាបមត្តេយ៍កណ្ដាលមត្តេយ៍ខ្ពស់អញ្ចឹងយើងឡើងគាត់ឡើងប៉ុន្មានហើយ6ឆ្នាំអញ្ចឹង6ឆ្នាំគាត់ពេញអាយុត្រូវចូលរៀនទី1ឯងអញ្ចឹងតម្រាំដល់គាត់ចូលទី1គាត់ចេះអក្សរកការកេកេស្អាស្អីហ្នឹងគាត់ចេះអស់ហើយអញ្ចឹងគាត់ចូលដល់ទី1គាត់លែងភ័យឯងគាត់ច្បាស់ជាចេះអានអក្សរណាគាត់ច្បាស់ជាចេះអានអក្សរអញ្ចឹងយើងអត់បារម្ភទេចាដល់ពេលគាត់ចាប់ផ្ដើមចេះអានអក្សរគាត់អាយុ1ឆ្នាំ6ឆ្នាំអញ្ចឹងយើងឲ្យគាត់រៀនថ្នាក់ទី1យើងឲ្យគាត់រៀនថ្នាក់ទី2បាន8ឆ្នាំហើយអញ្ចឹងគាត់ចេះអានអក្សរហើយបើកាលណាគាត់ចេះអានអក្សរហើយប៉ាម៉ាក់ត្រូវចាប់ផ្ដើមមើលភាសាទី2ឲ្យគាត់ជាពិសេសភាសាអង់គ្លេសនេះតែម្ដងចាភាសាអង់គ្លេសនេះគឺជាភាសាមួយដែលសំខាន់ជាភាសាការទូតដែលគេប្រើទូទាំងពិភពលោកចាមិនមែននិយាយទៅថាអូអានទៅសាលាខ្ញុំបង្រៀនភាសាអង់គ្លេសអញ្ចឹងខ្ញុំទៅសារភាសាអង់គ្លេសអត់ទេចាមិនត្រឹមតែខ្ញុំនិយាយទេចាំប៉ាម៉ាក់ជួយគិតទៅថែមទៀតណាប៉ាម៉ាក់គិតទៅថែមទៀតថាតើ
កណ្ដិតវិជាចាស់បកែកណ្ដិតវិជាបកែខ្មែរបកែរូបបកែគីមីនៅពេលដែលគាត់ទៅប្រឡងក្រៅប្រទេសគាត់ដាច់ខាត់ត្រូវតែត្រូវការភាសាអង់គ្លេសជាភាសាទូតជាភាសាដែលគេប្រើផ្លូវការទូទាំងពិភពលោកចាអញ្ចឹងចាំបាច់ណាស់ប៉ាម៉ាក់អត់អាចមើលរំលងភាសាអង់គ្លេសបានទេចាអញ្ចឹងសរុបឡើងវិញសូមឲ្យប៉ាម៉ាក់ចំណាយពេលវេលាឲ្យបានច្រើននៅជាមួយកូនតាមដានការសិក្សារបស់កូនហើយអញ្ជើញទៅចូលរួមស្ដាប់រាល់លទ្ធផលនៅពេលដែលលោកគ្រូអ្នកគ្រូអញ្ជើញប៉ាម៉ាក់ឲ្យទៅស្ដាប់លទ្ធផលការសិក្សារបស់កូនប៉ាម៉ាក់កុំឆ្លើយថារវល់ខ្ញុំខកចិត្តណាខ្ញុំខកចិត្តមែនតើដោយសារលេខខិតចេញទៅអញ្ជើញប៉ាម៉ាក់400នាក់ប៉ាម៉ាក់អញ្ជើញមកតែ4នាក់ចាអញ្ជើញមកតែ4នាក់អញ្ជើញ400នាក់ប៉ាម៉ាក់តែមកតែ4នាក់ខ្ញុំអត់ដឹងថាតើគាត់កំពុងតែគិតអីណាគាត់កំពុងតែគិតអីគាត់គិតថាលុយសំខាន់អូខេខ្ញុំទទួលស្គាល់ថាលុយសំខាន់ប៉ុន្តែគាត់ភ្លេចដុំពេជ្ររបស់គាត់នេះដែលអាចរកលុយរាប់ពាន់លានឲ្យគាត់នៅថ្ងៃអនាគតគាត់ភ្លេចចាគាត់សម្លឹងឃើញលុយខ្លីគាត់ភ្លេចមើលអាលុយវែងទាំងអស់នេះចាអញ្ចឹងសូមប៉ាម៉ាក់បកក្រោយឲ្យសម្លឹងមើលកូនតាមដានការសិក្សារបស់កូនមិនថាសាលាឯកជនមិនថាសាលារដ្ឋទេរាល់ការអញ្ជើញរបស់លោកនាយកប៉ាម៉ាក់ត្រូវតែយកចិត្តទុកដាក់ឲ្យទៅចូលរួមស្ដាប់លទ្ធផលរបស់កូន